បាទសូមជម្រាបសួរលោកគ្រូទេនិងជម្រាបសួរលោកគ្រូអ្នកគ្រូមិត្តរួមថ្នាក់ទាំងអស់គ្នាចឹងថ្ងៃនេះខ្ញុំសូមមកធ្វើការឆ្លុះបញ្ចាំងតកតងទៅនឹងមេរៀនសប្តាហ៍ទី11គឺនិយាយអំពីការវាយតម្លៃផ្អែកទៅលើចរិយាសម្បទានិងបំណិនរបស់សិស្សបាទចឹងតកតងទៅនឹងការវាយតម្លៃប្រភេទនៃការវាយតម្លៃដែលយើងបានសិក្សារួចហើយគឺមានច្រើនប្រភេទការវាយតម្លៃតាមដំណាក់កាលការវាយតម្លៃបញ្ចប់ការវាយតម្លៃដោយផលល្បាប់ផ្សេងហ្នឹងគឺយើងបានសិក្សារួចមកហើយប៉ុន្តែនៅក្នុងមេរៀននេះបន្ទាប់ពីយើងបានរៀនគឺខ្ញុំបានដឹងអំពីតកតទៅនឹងការវាយតម្លៃផ្អែកទៅលើចរិយាសម្បទារបស់សិស្សបាទអញ្ចឹងចរិយាសម្បទារបស់សិស្សគឺជាជំនាញតកតងក្នុងការទំនាក់ទំនងផ្ទាល់ខ្លួនដែលបុគ្គលយើងម្នាក់មានដែលក្នុងនោះគឺទទួលបានពីបទពិសោធន៍ផ្សេងពីអាជីពដែលគាត់បានធ្វើមានន័យថាតកតងទៅនឹងចរិយារបស់សិស្សហ្នឹងគឺវាបង្ហាញអំពីទំនាក់ទំនងផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ចឹងគឺយើងអាចធ្វើការវាយតម្លៃបានទៅលើនឹងសកម្មភាពការដេកដើរឈរអង្គុយរបស់គាត់នឹងអញ្ចឹងតើតើទៅនឹងចរិយាសម្បទាឬក៏យើងហៅថាចរិយារបស់សិស្សហ្នឹងគឺវាមានដូចជាតើតើទៅនឹងជំនាញក្នុងការគ្រប់គ្រងខ្លួនឯងឬក៏វិន័យផ្ទាល់ខ្លួនអញ្ចឹងសិស្សម្នាក់គឺអាចមានជំនាញក្នុងការគ្រប់គ្រងខ្លួនឯងនៅពេលដែលធ្វើកិច្ចការឬក៏ការគោរពវិន័យដែលយើងបានដាក់ឲ្យនឹងគឺយើងអាចសង្កេតមើលថាសិស្សកនៅពេលដែលយើងនិយាយទៅគឺគាត់ស្ដាប់តែសិស្សខវិញនៅពេលដែលយើងនិយាយទៅគឺគាត់អត់ស្ដាប់ទេគាត់គ្រប់គ្រងខ្លួនឯងអត់បានហើយគាត់មិនមានវិន័យនៅក្នុងខ្លួនទី2គឺការសហការជាមួយនឹងអ្នកដទៃអញ្ចឹងគឺយើងអាចសង្កេតតាមរយៈចរិយារបស់គាត់តើគាត់មានការសហការជាមួយសិស្សដែលនៅជុំវិញតើឬទេតើនៅក្នុងដំណើរការរៀនរបស់គាត់នឹងគឺគាត់មានសកម្មភាពទំនាក់ទំនងជាមួយគ្រូដែរឬទេគឺយើងអាចសង្កេតមើលហើយវាតម្លៃបានថាបើសិស្សដែលមានសកម្មភាពការសិក្សារបស់គាត់ប្រកាសជាមានការរីកចម្រើនឬក៏លូតលាស់ផ្នែកការនិយាយឬក៏ការទំនាក់ទំនងផ្សេងនៅក្នុងមេរៀនដែលគាត់បានរៀនហ្នឹងប៉ុន្តែផ្នែកពិសេសផ្សេងទៀតគឺនៅក្នុងអំឡុងពេលរៀនគឺគាត់អត់មានសកម្មភាពអត់មានទំនាក់ទំនងគាត់អត់សួរគាត់អត់ឆ្លើយជាមួយនឹងគ្រូការប្រសើរតាក់ទងគ្នាទៅវិញទៅមកមានន័យថាយើងអាចសង្កេតសកម្មភាពឬក៏យើងហៅថាចរិយារបស់គាត់ហ្នឹងតើគាត់មានការទំនាក់ទំនងទៅវិញទៅមកដែរឬទេគាត់មានការភ័យខ្លាចឬក៏មានការមិនពេញចិត្តនៅក្នុងម៉ោងដែលគាត់មករៀនហ្នឹងពីរគឺការច្នៃប្រឌិតអ្វីមួយមានន័យថាតើគាត់មានការច្នៃប្រឌិតបង្កើតក៏ធ្វើអ្វីមួយឲ្យបានល្អប្រសើរដែរឬទេឧទាហរណ៍ថានៅពេលដែលយើងដាក់លំហាត់កទៅគាត់មានការច្នៃប្រឌិតថាធ្វើបែបម៉េចឲ្យលំហាត់របស់គាត់ហ្នឹងគឺធ្វើទៅល្អហើយត្រឹមត្រូវពីភាពអត់ធ្មត់ផ្សេងទៅលើការងារចឹងគឺយើងអាចសង្កេតទៅលើចរិយារបស់គាត់ថាតើសិស្សហ្នឹងគឺមានការអត់ធ្មត់ទៅនឹងការធ្វើកិច្ចការផ្សេងអត់តើតើនឹងយើងដាក់កិច្ចការគាត់សរសេរសិស្សដែលមានភាពអត់ធ្មត់គឺគាត់ព្យាយាមសរសេរដោយយកចិត្តទុកដាក់ប្រឹកព្រៀងដើម្បីឲ្យកិច្ចការរបស់គាត់នឹងស្អាតប៉ុន្តែសិស្សខ្លះគឺគាត់មិនមានការអត់ធ្មត់ក្នុងការសរសេរទេគាត់សរសេរឲ្យរួចសរសេរមិនស្គាល់ទៅនឹងបន្ទាត់ឬក៏កលាសភៅផ្សេងដែលបង្ហាញអំពីចរិតលក្ខណៈរបស់គាត់ចំណុចមួយទៀតគឺគេនិយាយអំពីបំណិនឬក៏ពុទ្ធិយើងក៏ហៅថាចំណេះដឹងអញ្ចឹងបំណិនគឺជាជំនាញសម្បទាដែលជំនាញដែលប្រើសម្រាប់ការគិតឬក៏វិភាគហេតុផលនិងចងចាំមេរៀនផ្សេងដែលគេបានរៀនហើយអញ្ចឹងជំនាញ
នេះមានដូចជាការគិតនិងឆ្លើយតបទាន់ហេតុការណ៍អញ្ចឹងមានន័យថាបំណិនសិស្សម្នាក់គឺមិនដូចគ្នាទេអ្នកខ្លះគឺមានការគិតលឿននិងឆ្លើយតបរហ័សទាន់ហេតុការណ៍ឬក៏ទាន់ពេលវេលាដែលយើងត្រូវសួរព្រោះសិស្សខ្លះអត់ទេគាត់ត្រូវការចំណាយពេលក្នុងការគិតហើយក្នុងការឆ្លើយតបមកវិញសមត្ថភាពក្នុងការចងចាំមេរៀនឬក៏ហេតុការណ៍អញ្ចឹងសិស្សម្នាក់គឺគាត់មានសមត្ថភាពក្នុងការចងចាំមេរៀនប៉ុន្តែសិស្សខ្លះងាយចាំងាយភ្លេចសិស្សខ្លះមិនងាយចងចាំប៉ុន្តែនៅពេលដែលគាត់ចាំហើយគឺអត់ងាយភ្លេចទេអញ្ចឹងសមត្ថភាពរបស់គាត់គឺផ្សេងគ្នាបំណិនមួយទៀតគឺបំណិនក្នុងការផ្ចង់អារម្មណ៍អញ្ចឹងនៅក្នុងម៉ោងរៀនសិស្សគ្រប់គ្នាទាំងអស់មិនមានការផ្ចង់អារម្មណ៍បានគ្រប់គ្នាទេអ្នកខ្លះគឺគាត់ផ្ចង់អារម្មណ៍ស្ដាប់គ្រូបរៀនតកតងទៅនឹងមេរៀនប្រចាំថ្ងៃផ្សេងប៉ុន្តែអ្នកខ្លះអត់ទេដល់តែយើងស្រែកដល់តែយើងហៅដល់តែយើងសួរបានគាត់ក្រឡេកមកមើលគ្រូយើងវិញភាពបាត់បែនបានអញ្ចឹងភាពបាត់បែនគឺការគិតរបស់គាត់គឺមានការបាត់បែននៅក្នុងការដោះស្រាយចំណោទឬក៏ការធ្វើលំហាត់ផ្សេងគឺបត់បែនទៅតាមកលៈទេសៈឬក៏ទៅតាមអ្វីដែលគាត់អាចយល់បានការវិភាគបញ្ហាជាលម្អិតមានន័យថាគាត់មានពុទ្ធិក្នុងការវិភាគឧទាហរណ៍ដាក់ថា1 + 1 + 2តើវាស្មើនឹងប៉ុន្មានអញ្ចឹងគាត់អាចវិភាគថាកិច្ចការហ្នឹងត្រូវធ្វើបែបម៉េចថាដំបូងត្រូវយក1 + 1សិនហើយបានយកទៅបូក2អីផ្សេងបាទឬក៏តកតងទៅនឹងចំណោទដែលយើងដាក់ចោតសួរទៅគាត់ឲ្យគាត់ឆ្លើយហ្នឹងគឺគាត់មានការវិភាគថាតើចំណោទហ្នឹងគេប្រាប់អីហើយគេសួររកអ្វីការគិតបែបពហុកិច្ចការឬក៏កិច្ចការច្រើនក្នុងពេលតែមួយមានន័យថានៅក្នុងបំណិនពុទ្ធិនេះគឺវាមានការគិតពហុកិច្ចការមានគឺការគិតបែបកិច្ចការច្រើនបាទការគិតបែបកិច្ចការច្រើននៅក្នុងពេលតែមួយអញ្ចឹងគាត់អាចយកកិច្ចការជាច្រើនយកមកគិតនៅក្នុងពេលតែមួយថាវិធីបូកត្រូវធ្វើបែបម៉េចវិធីគុណត្រូវធ្វើបែបម៉េចវិធីចែកត្រូវធ្វើបែបម៉េចនៅក្នុងពេលតែមួយបាទអញ្ចឹងគាត់អាចគិតបានការបែងចែកចំណាត់ថ្នាក់ព័ត៌មានឬក៏វត្ថុផ្សេងមានន័យគឺគាត់អាចបែងចែកអំពីអ្វីអាក្រក់អ្វីល្អតកតងទៅនឹងវត្ថុអីផ្សេងចំណុចមួយទៀតគឺគេនិយាយអំពីចរិយាសម្បទានិងលទ្ធផលរំពឹងទុកមានលទ្ធផលរំពឹងទុកតកតងទៅនឹងចរិយាសម្បទាគឺចាំបាច់បំផុតដើម្បីឲ្យទទួលបានជោគជ័យក្នុងការសិក្សាឬក៏អាជីពការងារនិងដោះស្រាយបញ្ហាផ្សេងក្នុងជីវិតត្រូវមានអីគេគឺលទ្ធផលរំពឹងទុកមានន័យថាបន្ទាប់ពីយើងធ្វើហើយតើយើងទទួលបានលទ្ធផលអីឧទាហរណ៍តកតងទៅនឹងការសិក្សានៅពេលដែលយើងខិតខំសិក្សាតើលទ្ធផលដែលយើងទទួលបានបែបម៉េចគឺទទួលបានចំណាត់ថ្នាក់ល្អមានការសរសើរពីលោកគ្រូអ្នកគ្រូមានការសរសើរអំពីឪពុកម្ដាយនិងទទួលបានលិខិតសារអីផ្សេងបាទដែលធ្វើឲ្យយើងមានទំនាក់ទំនងជាមួយនៅក្នុងដំណើរការនៃការសិក្សារបស់សិស្សហ្នឹងចំណុចមួយទៀតគឺនិយាយអំពីលទ្ធផលរំពឹងទុកនោះដែរប៉ុន្តែគឺតកតងទៅនឹងទំនាក់ទំនងរវាងលទ្ធផលរំពឹងទុកនិងចំណុចចំណង់ចំណូលចិត្តលើមុខវិជ្ជាអញ្ចឹងសិស្សម្នាក់គាត់មានចំណង់ចំណូលចិត្តខុសគ្នាព្រោះសិស្សទាំងអស់អត់អាចមានចំណង់ចំណូលចិត្តដូចគ្នាទេអ្នកខ្លះចូលចិត្តរៀនគណិតអ្នកខ្លះចូលចិត្តរៀនខ្មែរអ្នកខ្លះចូលចិត្តរៀនវិទ្យាសាស្ត្រអ្នកខ្លះចូលចិត្តរៀនអង់គ្លេសអញ្ចឹងចំណង់ចំណូលចិត្តរបស់គាត់ហ្នឹងគឺមានភាពខុសគ្នាទៅនឹងសិស្សដែលមានចំណង់ចំណូលចិត្តលើមុខវិជ្ជាហ្នឹងគឺការសិក្សារបស់គាត់គឺអត់ដូចគ្នាទេអ្នកខ្លះជោគជ័យនិងអ្នកខ្លះការសិក្សាគាត់មិនជោគជ័យទេសិស្សដែលជោគជ័យនៅក្នុងការសិក្សាគឺគាត់គោរពពេលវេលាគាត់ព្យាយាមស្ដាប់គ្រូគាត់អនុវត្តគាត់ធ្វើកិច្ចការអីផ្សេងដែលគ្រូបានដាក់ឲ្យប៉ុន្តែសិស្សដែលមិនជោគជ័យនៅក្នុងការរៀនគឺគាត់កិច្ចសាលាកិច្ចម៉ោងគាត់ទៅលេង
លបែងស៊ីសងឬក៏ខ្សែគ្រឿងញៀនឬក៏មិនធ្វើកិច្ចការមិនអនុវត្តអ្វីដែលគ្រូបានដាក់ឲ្យបាទចំណុចមួយទៀតគឺគេនិយាយអំពីលទ្ធផលសិក្សារំពឹងទុកបែបចរិយាបាទចឹងលទ្ធផលរំពឹងទុកបែបចរិយាហ្នឹងគឺជាបណ្ដុំនៃអារម្មណ៍ដែលវាសន្ធិដ្ឋនៅលើផ្នែកខាងក្នុងខ្លួននៃសិស្សមានន័យថាលទ្ធផលរំពឹងទុករបស់គាត់មួយហ្នឹងតើវាមានលក្ខណៈបែបណាដែលវាចែកចេញជាពីរគឺចរិយាបែបវិជ្ជមាននិងអវិជ្ជមានបាទអញ្ចឹងក៏វាមានពីរដូចទៅនឹងអ្វីដែលខ្ញុំបានរៀបរាប់ខាងលើអញ្ចឹងដែលចរិយាបែបវិជ្ជមានហ្នឹងគឺវាមានសកម្មភាពដែលយើងអាចទទួលយកបានដល់តែទៅនឹងការសិក្សាបើគាត់មានសកម្មភាពឆ្លើយសំណួរជាមួយគ្រូគាត់ធ្វើកិច្ចការគាត់មានអន្តរកម្មរវាងគ្រូនិងសិស្សរវាងសិស្សនិងសិស្សបាទហើយចរិយាបែបអវិជ្ជមានគាត់ចលែមចលើមគាត់វាយគេវាយឯងគាត់ស្រែកលោឡាននៅក្នុងថ្នាក់ជាដើមបាទអញ្ចឹងនៅក្នុងមេរៀននេះគឺវាធ្វើឲ្យខ្ញុំដឹងអំពីការវិតម្លៃមួយទៀតដែលតកតងទៅនឹងចរិយាសម្បទាគឺយើងអាចវិតម្លៃដំណើរការនៃការបរិញ្ញាបត្ររបស់យើងហ្នឹងផ្អែកទៅលើចរិយាសម្បទាបានអញ្ចឹងតកតងទៅនឹងការឆ្លុះបញ្ចាំងនេះខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងបើមានចំណុចខ្វះខាតត្រង់ចំណុចណាសូមលោកគ្រូអ្នកគ្រូនៅលោកគ្រូឧទ្ទេសជួយបំពេញបន្ថែមសូមអរគុណ